ចង់ស្វែងសិក្សាខ្លួនឯងដែលមានប្រសិទ្ធភាពនេះគឺជាកម្មវិធីមួយដែលបងប្អូនទាំងអស់គ្នាគួរតែបានស្គាល់កម្មវិធីមួយនោះគឺស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា Educational Broadcasting Cambodia ចង់នៅក្នុងវីដេអូថ្ងៃនេះដែរគឺខ្ញុំនឹងមកប្រាប់បងប្អូនទាំងអស់គ្នាថាតើអ្វីទៅជាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជាហើយហេតុអីបានជាបងប្អូនទាំងអស់គ្នាត្រូវតែស្គាល់កម្មវិធីមួយនេះឲ្យបានទាំងអស់គ្នាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជាដែលយើងហៅកាត់ថា ABC គឺជាស្ថាប័នជំនាញក្នុងការចងក្រងផលិតនិងផលិតមាតិកាសម្រាប់ការអប់រំនិងប្រព័ន្ធគ្រប់គ្រងការសិក្សាតាមអនឡាញនៅមុខគេមួយនៅកម្ពុជាដែលវាបង្កលក្ខណៈងាយស្រួលខ្លាំងមែនទែនទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នានៅក្នុងការសិក្សាតាមអនឡាញហើយចំពោះស្ថាប័ននេះដែរគឺមានគោលបំណងសំខាន់ចំនួន3ទី1គឺលើកកម្ពស់ការផ្តល់សេវាអប់រំតាមឋានៈ Digital ដោយវិធីសាស្ត្រការសិក្សាពីចម្ងាយឬសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដល់សិស្សានុសិស្សគ្រូនិងមន្ត្រីរាជការគ្រប់កម្រិតសិក្សាគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជាប្រកបដោយសមត្ថភាពនិងគុណភាពនេះបានន័យថាមិនថាតើបងប្អូនទាំងអស់គ្នាជាសិស្សានុសិស្សជាគ្រូឬក៏ជាមន្ត្រីរាជការទេបងប្អូនទាំងអស់គ្នាអាចសិក្សាបានជាមួយនឹង ABC បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងក្នុងការប្រើប្រាស់ ABC គឺមានភាពងាយស្រួលខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាគ្រាន់តែចុចទៅលើដំណរ link នោះបងប្អូនទាំងអស់គ្នានឹងបានឃើញគេហទំព័ររបស់ ABC បើបងប្អូនជាសិស្សអាចចុចទៅលើពាក្យសិស្សរួចជ្រើសរើសថ្នាក់ដែលខ្លួនកំពុងសិក្សាបន្តមកទៀតអាចជ្រើសរើសមុខវិជ្ជាដែលខ្លួនចង់ស្វែងសិក្សាបន្ថែមបានបើជាគ្រូបងប្អូនទាំងអស់គ្នាអាចចុចទៅលើពាក្យគ្រូបន្តមកទៀតអាចជ្រើសរើសជំនាញដែលបងប្អូនចង់សិក្សាស្វែងយល់បន្ថែមដូចជាគរុកោសល្យចំណេះដឹងផ្នែក Digital រដ្ឋបាលគ្រប់គ្រងការដឹកនាំនិងជំនាញផ្សេងៗទៀតដែលបងប្អូនអាចយល់ដឹងបន្ថែមបើជាមន្ត្រីរាជការបងប្អូនទាំងអស់គ្នាក៏អាចយល់ដឹងបន្ថែមទាក់ទងនឹងកំណែទម្រង់សេវាសាធារណៈភាពជាអ្នកដឹកនាំការគ្រប់គ្រងទំនាក់ទំនងរដ្ឋបាលនិងជំនាញផ្សេងៗទៀតដែលបងប្អូនទាំងអស់គ្នាអាចស្វែងសិក្សាដោយខ្លួនឯងនៅលើគេហទំព័ររបស់ EBC បានទី2គឺជំរុញការផ្សព្វផ្សាយចំណេះដឹង Digital ដល់ប្រជាពលរដ្ឋដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យ Digital នៅកម្ពុជា EBC គឺពិតជាបានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមែនមិនថាតើបងប្អូនទាំងអស់គ្នាចង់យល់ដឹងបន្ថែមអំពីវិទ្យាសាស្ត្រទំនាក់ទំនងជំនាញទន់បញ្ញាសិប្បនិម្មិតកសិកម្មបំណិនជីវិតមិនថាតែជំនាញកុំព្យូទ័រជំនាញ Digital ហិរញ្ញវត្ថុឬក៏ជំនាញផ្សេងៗទៀតទេគឺប្រជាពលរដ្ឋកម្ពុជាអាចសិក្សាបាននៅលើគេហទំព័ររបស់ EBC ទី3គឺបានបង្កើតជាឃ្លាំងដើម្បីរក្សាទុកខ្លឹមសារអប់រំក្នុងទម្រង់ទិន្នន័យ Digital សម្រាប់គ្រប់វិស័យក្នុងប្រជាណាចក្រកម្ពុជានេះគឺបានន័យថាមិនថាតើបងប្អូនទាំងអស់គ្នាជាសិស្សជាគ្រូជាមន្ត្រីរាជការឬក៏ជាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទេបើមានជំនាញណាដែលបងប្អូនទាំងអស់គ្នាចង់យល់ដឹងបន្ថែមបងប្អូនទាំងអស់គ្នាអាចស្វែងសិក្សានៅលើគេហទំព័ររបស់ EBC បានជាមួយនឹង EBC គឺប្រៀបបានដូចជាបងប្អូនទាំងអស់គ្នាមានបណ្ណាល័យនៅក្នុងដៃអញ្ចឹងព្រោះថាស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជាដែលហៅកាត់ថា EBC នេះគឺប្រមូលផ្ដុំដោយមាតិកាល្អៗជាច្រើនដូចជាវីដេអូអប់រំចំណេះដឹងទូទៅពីថ្នាក់ទី1ដល់ថ្នាក់ទី12កម្មវិធីអប់រំគ្រូបង្រៀនកម្មវិធីបំណិនជីវិតនិងកម្មវិធីបណ្ដុះបណ្ដាលមន្ត្រីរាជការជាមួយនឹង EBC បងប្អូនទាំងអស់គ្នាអាចស្វែងសិក្សាបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងសូមអរគុណ